យើងក៏មានការចូលរួមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូត BTV គឺលោក Chin Srim ដើម្បីតាមដាននិងវិភាគនៅហេតុការណ៍ដែលកំពុងតែកើតមានឡើងនិងមានការចាប់អារម្មណ៍ជាមួយពិភពលោកនោះទៅជួបជាមួយលោក Chin Srim តាមដល់ជំរាបសួរលោក Srim ជួបគ្នាបន្តទៀតចានៅព្រឹកនេះយើងបន្តរឿងយើងពីថ្ងៃម្សិលមិញដែលលើកឡើងពីបញ្ហានៅតំបន់មជ្ឈមបូព៌ាលោក Srim អ្វីដែលជាការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងសារព័ត៌មានរបស់អាមេរិកបានលើកឡើងបង្ហាញពីការត្រៀមលក្ខណៈរបស់អាមេរិកនៅក្នុងការធ្វើសង្គ្រាមយ៉ាងធំទូលំទូលាយមកជាមួយអ៊ីរ៉ង់នៅពេលនេះយ៉ាងម៉េចទៅចំពោះការបញ្ជាក់អះអាងរបស់អាមេរិកដោយសារតែវាជាស្ថានភាពមួយការទប់ទល់រវាងគ្នានឹងគ្នារវាងអ៊ីរ៉ង់ជាមួយអាមេរិកទៅវិញទៅមកនោះវាកាន់តែខ្លាំងទៅទៅបានត្រៀមនៅសង្គ្រាមដ៏ធំមួយនៅពេលខាងមុខនោះចា៎បាទចំពោះមូលហេតុសំខាន់ទៅតាមការចុះផ្សាយរបស់ Washington Post ជាប្រព័ន្ធផ្សព្វផ្សាយធំរបស់សហរដ្ឋអាមេរិកដែរចា៎ថាសហរដ្ឋអាមេរិកកំពុងតែត្រៀមដើម្បីវាយប្រហារបញ្ចប់រឿងនៅប្រទេសអ៊ីរ៉ង់តែម្ដងពីព្រោះប្រសិនបើសហរដ្ឋអាមេរិកនៅតែបដ ாய் វាយប្រហារល្បេះល្បោះបែបនេះមានន័យថាมันអាចយកឈ្នះយកចាញ់ហើយมันអាចបញ្ចប់រឿងបានទេរឿងវានៅតែមានអញ្ចឹងហើយបើតាម Washington Post នោះបានចុះផ្សាយថាសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះពីសហភាពអឺរ៉ុបពីដៃគូ NATO ហើយនឹងអាចសហការជាមួយអ៊ីស្រាអែលដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះសារជាថ្មីបាទចង់វាយសង្គ្រប់តាមដល់ឬក៏យ៉ាងណាក្នុងនោះមានការបញ្ជាក់យ៉ាងម៉េចដែរបន្ថែមទៀតបាទ Washington Post មិនចុះផ្សាយល្អិតទេរឿងហ្នឹងប៉ុន្តែគ្រាន់តែថាអាចមានន័យថាសហរដ្ឋអាមេរិកអាចសហការជាមួយអ៊ីស្រាអែលសារជាថ្មីពីព្រោះដំបូងកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នេះសង្គ្រាមដំបូងនោះគឺអាមេរិករួមជាមួយអ៊ីស្រាអែលហើយវាយប្រហារគ្នាក្នុងរយៈពេល3សប្តាហ៍ជាងអ៊ីស្រាអែលក៏ផ្អាកទៅដោយសារតែមាន MOU ជាមួយអ៊ីរ៉ង់នេះអញ្ចឹងសង្គ្រាមនៅពេលបច្ចុប្បន្ននេះតែអ៊ីរ៉ង់និងអាមេរិកទេចំណែកអ៊ីស្រាអែលមិនចូលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ទេហើយអ៊ីរ៉ង់ក៏មិនវាយប្រហារទៅលើអ៊ីស្រាអែលវិញដែរប៉ុន្តែបើក្នុងអំឡុងដើមខែមីនាឆ្នាំ2000ក្នុងពេលដែលផ្ទុះឡើងសង្គ្រាមដំបូងអ៊ីរ៉ង់ក៏វាយប្រហារទៅលើអ៊ីស្រាអែលដែរហើយនៅពេលនេះគឺសហរដ្ឋអាមេរិកអាចរួមដៃជាមួយអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់សារជាថ្មីម្យ៉ាងដោយសារតែកងទ័ពអាមេរិកបាត់បង់អាយុជីវិតដោយសារតែការបាញ់មីស៊ីលនិងយានដ្រូនរបស់ប្រទេសអ៊ីរ៉ង់នៅមូលដ្ឋានទ័ពអាមេរិកនៅសូដានីផងម្យ៉ាងដោយសារតែរឿងវានៅមិនចប់អញ្ចឹងគឺធ្វើឲ្យសហរដ្ឋអាមេរិកនឹងទទួលរងសម្ពាធខ្លាំងសម្ពាធពីអន្តរជាតិផងសម្ពាធពីប្រជាពលរដ្ឋខ្លួនឯងផងសម្ពាធពីអ្នកនយោបាយអាមេរិកផងអញ្ចឹងហើយជាយុទ្ធសាស្ត្រគឺអាចសហរដ្ឋអាមេរិកធ្វើយ៉ាងណាបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈការរៀបចំយុទ្ធសាស្ត្រសារជាថ្មីនិងវាយប្រហារសង្គ្រប់ទៅលើប្រទេសអ៊ីរ៉ង់តែម្ដងអាមេរិកចង់ធ្វើដោយសកម្មភាពរបស់ខ្លួនធ្វើទៅកាន់វេណេស៊ុយអេឡាដែរទេឬក៏យ៉ាងណាតាមការអ្នកតាមដានឬក៏អ្នកវិភាគជុំពិភពលោកនៅពេលដែលមានការលើកឡើងអះអាងបែបដូចនេះពីសហរដ្ឋអាមេរិកនោះចា៎បាទតាមពិតទៅអាចាសេរ៉ារបស់ប្រទេសកាតាក៏ចុះផ្សាយអត្ថបទលំអិតមួយដែរលំអិតនោះគេផ្ដោតសំខាន់ទៅលើថាតាមពិតទៅសង្គ្រាមបើយើងមើលពីចម្ងាយទៅសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះបើយើងមើលពីចម្ងាយទៅវាជាសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់សហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ចង់ឈ្នះអ៊ីរ៉ង់វាយប្រហារទៅលើសហរដ្ឋអាមេរិកក៏ចង់ឈ្នះសហរដ្ឋអាមេរិកដែរប៉ុន្តែបើតាមអាចាសេរ៉ាគេចុះបែបវិភាគគេថាសង្គ្រាមនេះគឺសង្គ្រាមដណ្ដើមឥទ្ធិពលនយោបាយនៅក្នុងតំបន់មជ្ឈមបូព៌ាបាទមានន័យថាសង្គ្រាមនៅពេលនេះបើសិនបើថាខាងណាមួយចាញ់ឬក៏ខាងណាមួយមានព្រៀបនៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឬអាចថាចាញ់ខាងអ៊ីរ៉ង់ឈ្នះមានន័យថាតំបន់មជ្ឈមបូព៌ាដូចជាប្រទេសអ៊ីរ៉ង់អញ្ចឹងចា៎អ៊ីរ៉ង់ជាបងធំនៅតំបន់មជ្ឈមបូព៌ាទាំងមូលគឺស្ថិតនៅក្រោមរណបអ៊ីរ៉ង់ហើយប្រសិនបើសហរដ្ឋអាមេរិកឈ្នះអ៊ីរ៉ង់ឬមានកិច្ចព្រមព្រៀងណាមួយដែលចងគ្រាអ៊ីរ៉ង់មិនឲ្យរើរួចក្នុងការបញ្ចប់សង្គ្រាមនោះតំបន់មជ្ឈមបូព៌ាទាំងមូលជារបស់សហរដ្ឋអាមេរិកលែងមានប្រទេសប្រឆាំងទៀតហើយព្រោះនៅក្នុងតំបន់មជ្ឈមបូព៌ានៅពេលបច្ចុប្បន្ននេះដូចជារបស់អាមេរិកចឹងបាទប្រទេសស្ទើរទាំងអស់នៅតំបន់មជ្ឈមបូព៌ាគឺមានមូលដ្ឋានទ័ពអាមេរិកហើយរណបអាមេរិកទៀតក្នុងនោះមានតែប្រទេស3ឯងមានលីប៊ីត្រូវវាយប្រហារឆ្នាំ2011ហើយចា៎ស៊ីរីគឺត្រូវធ្វើបដិវត្តពណ៌ឆ្នាំ2011ដែរមានជាសង្គ្រាមស៊ីវិលរហូតដល់ពេលបច្ចុប្បន្ននេះមិនទាន់ចប់ស្រួលផងអញ្ចឹងស៊ីរីតុនហើយនៅឆ្នាំពូព៌ាមានតែអ៊ីរ៉ង់មួយហ្នឹងឯងបាទមានតែអ៊ីរ៉ង់មួយហ្នឹងឯងដែលមិនរណបអាមេរិកហើយអាចតដៃជាមួយអាមេរិកបានអញ្ចឹងសង្គ្រាមនេះគឺសង្គ្រាមដណ្ដើមតំបន់មជ្ឈមបូព៌ាហ្នឹងហើយបើសិនបើសហរដ្ឋអាមេរិកផ្ដួលអ៊ីរ៉ង់បានបើសហរដ្ឋអាមេរិកផ្លាស់ប្ដូរអ៊ីរ៉ង់បានបើសហរដ្ឋអាមេរិកឈ្នះសង្គ្រាមអ៊ីរ៉ង់មានន័យថាមជ្ឈមបូព៌ាលែងមានសត្រូវមជ្ឈមបូព៌ាលែងមានអ្នកខ្ទាស់អំណាចអាមេរិកកាន់តែបាទអំណាចអាមេរិកទាំងអស់ចា៎ប៉ុន្តែផ្ទុយទៅវិញអ៊ីរ៉ង់ជាប្រទេសតូចដែរទេនៅក្នុងតំបន់មជ្ឈមបូព៌ាហើយក៏មិនមែនជាប្រទេសមហាអំណាចអីដែរកាលពីមុនមកអ៊ីរ៉ង់គ្រាន់តែជាប្រទេស
មានបច្ចេកវិទ្យាយោធារៀងគ្រាន់បើជាងគេហើយនឹងមានជីវភាពមធ្យម ចា ប៉ុន្តែពេលនេះសង្គ្រាមនៅពេលនេះអ៊ីរ៉ង់បដូរផ្ដាច់នៅត្រង់ថាប៉ះសិនបើសហរដ្ឋអាមេរិកមិនផ្ដួលអ៊ីរ៉ង់បានទេអ៊ីរ៉ង់នឹងមានឥទ្ធិពលទូទាំងតំបន់មជ្ឈមបូព៌ានឹងទៅជាប្រទេសបងធំ ចា ដំបូងអត់មែនបងធំទេ បាទ ព្រោះគេកាត់សម្គាល់ស្គមបីតែច្រកសមុទ្រហូមូសហ្នឹងកាលពីមុនសង្គ្រាមអ៊ីរ៉ង់មិនទាំងទុកចិត្តខ្លួនឯងផងថាអាចបាត់ច្រកសមុទ្រហូមូសបានប៉ុន្តែពេលដែលមានសង្គ្រាមអ៊ីរ៉ង់ជឿជាក់ 100% ថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ហើយសហរដ្ឋអាមេរិកដែលគេតែងតែខ្លាចនោះក៏មិនប្រមាណដែរសម្រាប់អ៊ីរ៉ង់ ចា ចំពោះច្រកសមុទ្រហូមូសមួយគឺអ៊ីរ៉ង់បិទចិត្តហើយគ្មានអ្នកណាអាចមកបើកបានបើអ៊ីរ៉ង់នៅតែមានចំហ បាទចុះហេតុអីបានជាអាមេរិកសំអាងលើអ្វីខ្លះបានអាមេរិកបានហ៊ានពង្រីកសង្គ្រាមនេះឲ្យកាន់តែធំឡើង បាទសហរដ្ឋអាមេរិកសំអាងហេតុផលនៅត្រង់ថាប៉ះសិនបើមិនពង្រីកសង្គ្រាមឲ្យធំអត់ឈ្នះអ៊ីរ៉ង់ ចា ហើយបើមិនរកយុទ្ធសាស្ត្រថ្មីមិនវាយប្រហារមិនដឹងធ្វើម៉េចឈ្នះអ៊ីរ៉ង់ទេព្រោះអ៊ីរ៉ង់ខុសពីអាមេរិក ប៉ុន្តែអាមេរិកធ្វើបែបនេះនឹងអាចទាញឲ្យសង្គ្រាមនេះវាទៅជាប៉ះពាល់ជុំវិញពិភពលោកតែម្ដង ប៉ះពាល់ខ្លាំងទៅទៀតប៉ះពាល់ខ្លាំងនៅត្រង់ថាសហរដ្ឋអាមេរិកក៏គ្មានជំរឿសដែរ ចា គ្មានជំរឿសនៅត្រង់ថាបើសិនជាអ៊ីរ៉ង់មិនបាច់អ៊ីរ៉ង់ប្រយុទ្ធទេអ៊ីរ៉ង់គ្រាន់តែនៅឈរអ៊ីរ៉ង់គ្រាន់តែនៅរស់ក៏ចាត់ទុកថាសហរដ្ឋអាមេរិកចាញ់ដែរ ចា សង្គ្រាមហ្នឹងព្រោះអ៊ីរ៉ង់ម្ចាស់ផ្ទះ มันអាចបំបាក់អ៊ីរ៉ង់បាន មិនអាចបំបាក់បានអញ្ចឹងអ៊ីរ៉ង់ត្រឹមតែរស់ក៏អ៊ីរ៉ង់ឈ្នះដែរខុសពីអាមេរិកអាមេរិកអត់ទេគឺត្រូវតែឈ្នះអ៊ីរ៉ង់តែម្ដងហើយអាមេរិកមិនអាចដើរចេញបានទេហេតុផលនៅតំណឹងដែលថាសហរដ្ឋអាមេរិកពង្រីកសង្គ្រាមហ្នឹងគឺដោយសារថាបើមិនយកឈ្នះអ៊ីរ៉ង់ទេអាមេរិកបាត់បង់ឥទ្ធិពលបាត់បង់ឥទ្ធិពលទូទាំងតំបន់មជ្ឈមបូព៌ាតែម្ដងអញ្ចឹងធ្វើយ៉ាងណាក៏ដោយគឺសហរដ្ឋអាមេរិកត្រូវធ្វើឲ្យឈ្នះប៉ុន្តែគ្រាន់តែរឿងឈ្នះនោះមើលទៅពិបាក ចា ពិបាកនៅត្រង់ថាគោលដៅតែមួយទេដែលសហរដ្ឋអាមេរិកអាចធ្វើបានគឺផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់តាមរយៈមុនគេការវាយប្រហារលុបបំបាត់សមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់សិនមុនគេគឺវាយប្រហារលុបបំបាត់សមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់ឲ្យបានហើយមានន័យថាបំផ្លាញប្រព័ន្ធការពារជាតិឲ្យបានហើយទើបផ្លាស់ប្ដូរមេដឹកនាំជាក្រោយនេះជាយុទ្ធសាស្ត្រសំខាន់ដែលសហរដ្ឋអាមេរិកត្រូវធ្វើ បាទ ប៉ុន្តែប៉ះសិនបើសហរដ្ឋអាមេរិកមិនអាចផ្ដួលមិនអាចលុបបំបាត់សមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់បានមិនអាចបំផ្លាញប្រព័ន្ធការពារជាតិរបស់ប្រទេសអ៊ីរ៉ង់បាននោះអ៊ីរ៉ង់គ្រាន់តែរស់គឺសហរដ្ឋអាមេរិកចាញ់អញ្ចឹងរឿងតំណែងដែលសហរដ្ឋអាមេរិកពង្រីកនឹង ចាលោកសេរីនៅពេលដែលសហរដ្ឋអាមេរិកតាមការចុះផ្សាយរបស់ Washington Post ថានឹងត្រៀមរៀបចំនៅក្នុងការវិបហាបាទវិបហាផ្ដាច់ចុងក្រោយណាចាដើម្បីបង្ក្រាបទៅលើអ៊ីរ៉ង់នោះខាងភាគីអ៊ីរ៉ង់វិញគេមានការលើកឡើងយ៉ាងម៉េចដែរឬក៏គេបានបញ្ជាក់អ្វីជាសារថ្មីបន្ថែមទៀតនៅពេលដែលមានការវិបហាជាមួយសហរដ្ឋអាមេរិកនាពេលនេះចា បាទល្ងាចមិញនេះបើតាមទូរទស្សន៍អ៊ីរ៉ង់ Far News លោកអាបាសអារ៉ាគីរដ្ឋមន្ត្រីការបរទេសនឹងគាត់ធ្វើកិច្ចសម្ភាសន៍ខ្លីមួយជាមួយទូរទស្សន៍រដ្ឋនឹង ចា ហើយក្នុងនោះនៃខ្លឹមសារសរុបដែលក្នុងការលើកឡើងរបស់លោកអារ៉ាគីនឹងគឺលោកបានបដិញ្ញាចិត្តថាអ៊ីរ៉ង់គ្មានជំរឿសក្រៅតែពីការពារខ្លួនទេ ចា ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការប្រយុទ្ធតទល់នឹងសហរដ្ឋអាមេរិកគ្រប់រូបភាពទាំងអស់ ចា ទោះបីជាធ្វើសង្គ្រាមក៏ដោយបដូរផ្ដាច់យ៉ាងណាក៏ដោយគឺអ៊ីរ៉ង់ត្រូវតែធ្វើដោយអ៊ីរ៉ង់គ្មានពាក្យទេនឹងនិយាយថាចុះចាញ់ ចា បាទដូច្នេះន័យនេះសំខាន់សរុបជារួមបើតាមលោកអាបាសារ៉ាគីគឺថាអ៊ីរ៉ង់មិនអាចចុះចាញ់ទេ ចា ទោះបីវាប្រហារក្នុងកម្រិតណាក៏ដោយគឺគ្មានទេដែលពាក្យថាលឹកជង្គង់សុំចុះចាញ់នេះជាការបដិញ្ញាចិត្តរបស់មេដឹកនាំអ៊ីរ៉ង់ហើយបើតាមលោកមហាម៉ាត់បាកើកាលីបាតដែលជាប្រធានក្រុមអ្នកចរចាគាត់លើកឡើងពីថ្ងៃអាទិត្យនឹងមុនពេលដែលសហរដ្ឋអាមេរិកថាត្រៀមខ្លួននឹងទៅទៀត ចា ប្រកាសថាត្រៀមខ្លួនលោកកាលីបាបានបញ្ជាក់ថាឥឡូវនេះសូម្បីតែចរចាក៏អ៊ីរ៉ង់គ្មានឆន្ទៈនឹងចរចាជាមួយអាមេរិកដែរដោយសារតែគ្រប់យ៉ាងនៅក្នុងកិច្ចព្រមព្រៀងត្រូវសហរដ្ឋអាមេរិករំលោភបំពានអស់ហើយហើយសហរដ្ឋអាមេរិកនិយាយតែមាត់មែនប៉ុន្តែគម្រោងបំផ្លាញអ៊ីរ៉ង់គំនិតចង់បំផ្លាញអ៊ីរ៉ង់ក៏នៅតែមានអញ្ចឹងឥឡូវនេះរឿងចរចាមិនបាច់និយាយគ្នាទេបាទមិនបាច់ជួបចរចាអីទេព្រោះចរចាគ្មានន័យដដែល ចា នេះជាការលើកឡើងរបស់លោកមហាម៉ាត់បាកើកាលីបាដែលជាប្រធានសភាហើយជាប្រធានក្រុមអ្នកចរចាទៀតអញ្ចឹងរហូតមកដល់ពេលនេះបើនិយាយពីពន្លឺនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់រវាងអាមេរិកនិងអ៊ីរ៉ង់ហ្នឹងគឺហាក់ដូចជានៅឆ្ងាយខណៈដែលការប្រយុទ្ធគ្នាហ្នឹងគឺក្តៅគគុកកាន់តែខ្លាំងឡើងរហូតដល់ថ្ងៃអង្គារនេះ បាទជួបការបាតុកិច្ចចុងក្រោយប្រទេសមានបានបង្ហាញទាំងអាមេរិកទាំងអ៊ីរ៉ង់មានបានបង្ហាញពីផលប៉ះពាល់ឬក៏ការខូចខាតក្នុងកម្រិតណាដែរអត់ បាទចំពោះផលខូចប៉ះពាល់ឬក៏ការខូចខាតហ្នឹងតាមប្រព័ន្ធផ្សព្វផ្សាយអ្នកចុះទេ ចា ចំពោះភាគីទាំងពីរហ្នឹងអត់ទេឥឡូវនេះអ៊ីរ៉ង់រៀនតាមអាមេរិករៀនតាមអ៊ីស្រាអែលដែរមានន័យថាទិន្នន័យអំពីផលប៉ះពាល់អំពីការខូចខាតរបស់ខ្លួនមានន័យផលអាក្រក់ពីអ៊ីរ៉ង់អត់ផ្សាយទេមិនដូចកាលមុនប៉ុន្តែបើផ្សាយ
ផ្សាយមិនមានតែរូបភាពវីដេអូដែលចេញពី Cencom ហ្នឹងទីបញ្ជាការអាមេរិកនៅតំបន់មជ្ឈមបូព៌ាគេហៅទីបញ្ជាការតបអាមេរិកហ្នឹង Cencom ហ្នឹងអ្នកផ្សាយដោយសារគេមានវីដេអូវាប្រហែលទៅលើអ៊ីរ៉ង់វាប្រហែលទៅលើនាវាចម្បាំងវាប្រហែលទៅលើទូកលបឿនលឿនវាប្រហែលទៅលើទីតាំងផ្សេងទៀតហ្នឹងគឺ Cencom អ្នកផ្សាយប៉ុន្តែដល់ឲ្យអ៊ីរ៉ង់ផ្សាយអំពីផលអាក្រក់ខ្លួនឯងអត់ទេហើយសហរដ្ឋអាមេរិកក៏ដូចគ្នាដែរបើអ៊ីស្រាអែលរឹតតែលាក់ទៅទៀតបាទរឹតតែលាក់ទៅទៀតអញ្ចឹងបើនិយាយពីផលអវិជ្ជមានឬថាការបំផ្លិចបំផ្លាញបណ្ណានោះគឺមិនត្រូវបានបង្ហាញទាំងសងខាងប៉ុន្តែគាត់គេដឹងថាគេមើលតែពីចំហទេគេមើលថាតើអ៊ីរ៉ង់អាចស៊ូទ្រាំបានប៉ុណ្ណាជាមួយសហរដ្ឋអាមេរិកហើយអ៊ីរ៉ង់មានប្រតិកម្មឆ្លើយតបជាមួយអាមេរិកបានអត់គេមើលតែប៉ុណ្្នឹងទេចំពោះការខូចខាតអត់ទេហើយម្យ៉ាងការឈ្នះសង្គ្រាមក៏អញ្ចឹងដែរតាមពិតទៅការឈ្នះសង្គ្រាមគេនិយាយតែគោលដៅបើគោលដៅបានសម្រេចឈ្នះបើគោលដៅមិនបានសម្រេចមានន័យថាបរាជ័យគេមិនគិតពីរឿងថាបំផ្លាញបានប្រមាណខ្ទេចខ្ទីប្រមាណគេមិននិយាយអញ្ចឹងទេព្រោះសង្គ្រាមនៅសម័យទំនើបគេមិនមែននិយាយពីរឿងការបំផ្លាញទេគេនិយាយពីគោលដៅអាមេរិកចង់ឈ្នះអ៊ីរ៉ង់ដោយផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បើអាមេរិកមិនអាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បានមានន័យថាអាមេរិកចាញ់បាទឥឡូវហ្នឹងមិនទាន់ចាញ់ទេប៉ុន្តែគ្រាន់តែគោលដៅមិនបានសម្រេចអញ្ចឹងគេមើលតែគោលដៅអាមេរិកហ្នឹងបើអាមេរិកបានសម្រេចអាមេរិកឈ្នះបើមិនបានសម្រេចអាមេរិកចាញ់បើយើងមិនដឹងតែប៉ុណ្្នឹងលោកសារីននៅពេលដែលការអះអាងរបស់មេដឹកនាំអ៊ីរ៉ង់ចេញមកថាមិនចោះញោមជាមួយសហរដ្ឋអាមេរិកឡើយនៅក្នុងការទប់ទល់ឬក៏ការវិបហានេះគឺថាធ្វើសង្គ្រាមបដូរផ្ដាច់ពលរដ្ឋរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ង់វិញគេបានលើកឡើងយ៉ាងម៉េចដែរនឹងបង្ហាញពីជំហរនៃការគ្រប់គ្រងរបស់ខ្លួនយ៉ាងណាហើយគេបានត្រៀមលក្ខណៈយ៉ាងម៉េចដែរចង់ជួយជាមួយរដ្ឋាភិបាលគេនោះចា៎មកចំពោះប្រជាជនអ៊ីរ៉ង់រួមគ្នាណាឥឡូវរួមគ្នាកាលពីថ្ងៃពហុសប្តាហ៍មុនប្រជាជនអ៊ីរ៉ង់មានដើរដង្ហែក្បួនគ្នាក្នុងរង្វង់120នាក់ទេប៉ុន្តែក្បួននោះគឺទាមទារឲ្យរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រយ៉ាងណាសម្រាប់លោកត្រាំនិងលោកនេតានយ៉ាហ៊ូឲ្យបានបាទដូច្នេះមានតែប្រជាជនអ៊ីរ៉ង់នៅពេលបច្ចុប្បន្នសាមគ្គីគ្នាដែរបាទសាមគ្គីគ្នាឲ្យលែងមានក្រមប្រជាធិបតេយ្យអីទៀតហើយបាទកាលមុនសង្គ្រាមមានឥឡូវលែងមានឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់អត់ធ្មត់ដែរបាទពីព្រោះដោយសារតែមេដឹកនាំអ៊ីរ៉ង់បានប្រកាសឲ្យថាប្រជាជនអ៊ីរ៉ង់ត្រូវតែយកការឈឺចាប់ដើម្បីឈ្នះមានន័យថាអ៊ីរ៉ង់មិនមែនជាប្រទេសអ្នកមានហើយបើនិយាយពីសមត្ថភាពយោធាមិនដល់អាមេរិកទេប៉ុន្តែអ៊ីរ៉ង់នឹងឈឺចាប់ដើម្បីឈ្នះអាមេរិកមានន័យថាអ៊ីរ៉ង់អត់ធ្មត់ទាំងមេដឹកនាំទាំងប្រជាពលរដ្ឋរួមសាមគ្គីគ្នាជាទ្រង់មួយអត់ធ្មត់គ្រប់យ៉ាងចំពោះការឈឺចាប់ដើម្បីឈ្នះសត្រូវបាទនេះជារឿងសំខាន់ដែលប្រជាពលរដ្ឋអ៊ីរ៉ង់ទទួលយកបាទទទួលយកហើយក៏អនុវត្តតាមហ្នឹងរហូតដល់ពេលបច្ចុប្បន្ននោះចាស់នៅក្នុងសហរដ្ឋអាមេរិកវិញចំពោះប្រជាពលរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកធ្វើសង្គ្រាមទៅលើអ៊ីរ៉ង់នេះហើយវាប៉ះពាល់នៅក្នុងតំបន់មជ្ឈមបូព៌ាមិនមែនត្រឹមមជ្ឈមបូព៌ាវាជះឥទ្ធិពលដល់អាមេរិកខ្លួនឯងនិងជាមួយពិភពលោកពលរដ្ឋអាមេរិកនៅពេលដែលមានការកើតឡើងសង្គ្រាមជាថ្មីគេបានលើកឡើងបែបណាហើយមានការចេញតវ៉ាជាមួយលោកត្រាំដែរទេលោកស្រីចា៎បានចំពោះប្រជាពលរដ្ឋអាមេរិកអត់មានចេញជាក្បួនបាតកម្មអីកាលមុនមានក្បួនបាតកម្មបាទពេលដែលសង្គ្រាមចាប់ផ្ដើមក្នុងអំឡុងខែមីនាមានប៉ុន្តែឥឡូវអត់មានទេតែប្រជាពលរដ្ឋតាមរយៈការស្ទង់មតិផូលរបស់គេនោះគឺប្រជាប្រិយភាពរបស់លោកត្រាំធ្លាក់ចុះកាន់តែខ្លាំងដោយសារតែមិនត្រឹមតែប្រជាពលរដ្ឋអាមេរិកដែលមិនពេញចិត្តនឹងសង្គ្រាមនោះទេសូម្បីតែអ្នកនយោបាយរបស់សហរដ្ឋអាមេរិកនឹងទាំងអ្នកនយោបាយគណៈបកសាធារណរដ្ឋរបស់លោកត្រាំនឹងក៏មិនពេញចិត្តនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ដែរប៉ុន្តែគាត់គេមានហេតុផលគេដែរគេមានហេតុផលនៅត្រង់ថាបើតើឲ្យសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នឹងរបៀបណាសំខាន់នៅត្រង់ថាបញ្ចប់តាមរបៀបណាចា៎បើសិនបើសហរដ្ឋអាមេរិកដកទ័ពចេញពីតំបន់មជ្ឈមបូព៌ាឬមានន័យថាឈប់ប្រយុទ្ធជាមួយអ៊ីរ៉ង់គឺស្មើនឹងសហរដ្ឋអាមេរិកចាញ់ហើយប្រទេសមហាអំណាចប្រជាពលរដ្ឋអាមេរិកក៏គិតអ្នកនយោបាយក៏គិតមហាអំណាចដល់តែចាញ់គេចឹងវាអត់ត្រូវទេប្រយុទ្ធតទៀតបើប្រយុទ្ធតទៀតចុះបើមិនឈ្នះអ៊ីរ៉ង់ត្រូវចំណាយយ៉ាងណាប៉ុន្តែបើមិនប្រយុទ្ធក៏ស្មើចាញ់ដដែលចាឥឡូវនេះគោលដៅនៃការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ហ្នឹងមិនដឹងថាបញ្ចប់យ៉ាងម៉េចបាទអត់ដឹងបញ្ចប់យ៉ាងម៉េចវិធីមានតែមួយទេច្រកមានមួយគឺការចរចាចាប៉ុន្តែការចរចានោះគឺអ៊ីរ៉ង់ទាអ្វីដែលអ៊ីរ៉ង់ចង់បានសហរដ្ឋអាមេរិកផ្ដល់សម្បទានច្រើនពេកក៏មិនបានហើយបើមិនផ្ដល់សម្បទានអ៊ីរ៉ង់អត់យកដូច្នេះសូម្បីតែលុយ24,000 លានដុល្លារអ៊ីរ៉ង់ទានៅពេលបច្ចុប្បន្នបើចរចានិយាយរឿងលុយមុនហើយលុយ300,000 លានដុល្លារទៀតដែលសហរដ្ឋអាមេរិកថានឹងស្ដាយអ៊ីរ៉ង់ឡើងវិញក៏សហរដ្ឋអាមេរិកឲ្យដែរប៉ុន្តែក្នុងនោះអ៊ីរ៉ង់ក៏ទាយកមុនដែរមិនមែនចេះតែនិយាយឲ្យដល់ពេលបញ្ចប់សង្គ្រាមចុះបើអាមេរិកមិនឲ្យអញ្ចឹងអ៊ីរ៉ង់អត់ទេអញ្ចឹងនិយាយជារួមមកវិញមានតែវិធីមួយទេដែលសហរដ្ឋអាមេរិកអាចដកពីអ៊ីរ៉ង់បានគឺកិច្ចចរចាមានកិច្ចព្រមព្រៀង
តែកិច្ចព្រមព្រៀងនោះបើនិយាយពីចំហអ៊ីរ៉ង់នៅពេលបច្ចុប្បន្នគឺអ៊ីរ៉ង់ទាអ្វីដែលអ៊ីរ៉ង់ចង់បានក៏ជារឿងមួយដែលសហរដ្ឋអាមេរិកមិនអាចបំពេញបានដែរអញ្ចឹងបើនិយាយពីប្រជាពលរដ្ឋអាមេរិកគឺគិតរឿងដឹងដែរគឺគិតថាត្រូវបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់តាមរបៀបណាដើម្បីឲ្យអាមេរិករួចខ្លួនផងហើយកុំឲ្យមានផលប៉ះពាល់ក្នុងនាមជាប្រទេសមហាអំណាចផងចាសំណួរនេះក៏ជាការដាក់សម្ពាធទៅលើលោកត្រាំដែរបាទលោកត្រាំពងគិតប៉ុណ្ណឹងគិតមិនដែរឥឡូវបញ្ចប់មិនលើចានេះជាស្ថានភាពមួយដែលមានការចាប់អារម្មណ៍ខ្លាំងណាស់នៅជុំវិញពិភពលោកកាលណាផ្ទុះសង្គ្រាមមជ្ឈមបូព៌ានេះគឺវាប៉ះពាល់វិជ្ជាឥទ្ធិពលចាខ្លាំងលោកសារីមបន្ថែមទៅពីនេះទៅទៀតពាក់ព័ន្ធទៅនឹងការតតាំងឬការតស៊ូរបស់អ៊ីរ៉ង់ជាមួយនឹងអាមេរិកវិញអ៊ីរ៉ង់ការគ្រប់គ្រងសភាវុធឬក៏គេហៅថាអ្វីដែលអ៊ីរ៉ង់ទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកនេះខ្លួនឯងឬក៏អាចមានការឧបត្ថម្ភពីខាងណាដែលធ្វើឲ្យអ៊ីរ៉ង់អាចចូលរឹងមាំបាទបើនិយាយពីអ៊ីរ៉ង់នឹងប្រទេសដែលប្រកាសចំហថាជួយអ៊ីរ៉ង់មានកូរ៉េខាងជើងទេចាកូរ៉េខាងជើងជួយផ្នែកបច្ចេកវិទ្យាមីស៊ីលឲ្យទៅខាងប្រទេសអ៊ីរ៉ង់ហើយនឹងជួយខាងក្រមជំនាញមីស៊ីលឲ្យទៅខាងប្រទេសអ៊ីរ៉ង់នេះកូរ៉េខាងជើងអ្នកប្រកាសតែម្ដងបាទប៉ុន្តែខុសពីនោះគេមើលដូចជាចិនដូចជារុស្ស៊ីសូម្បីតែទួរគីជាសមាជិកអង្គការ NATO ក៏អាចជួយអ៊ីរ៉ង់ដែរប៉ុន្តែគាត់មិនប្រកាសទេបើដូចចិនដូចរុស្ស៊ីគេមិនប្រកាសទេរឿងចឹងប៉ុន្តែអ៊ីរ៉ង់មិនមែនម្នាក់ឯងទេនៅពេលបច្ចុប្បន្ននេះអ៊ីរ៉ង់មិនមែនម្នាក់ឯងទេហើយរឿងមួយទៀតដែលខ្លាំងជាងគេគឺអ៊ីរ៉ង់ខ្លាំងខ្លួនឯងចាខ្លាំងខាងបច្ចេកវិទ្យាមីស៊ីលនឹងខ្លាំងខ្លួនឯងខាងបច្ចេកវិទ្យាយានដ្រូនក៏ខ្លាំងខ្លួនឯងហើយវារួមផ្សំនឹងអ៊ីរ៉ង់បកកែលាក់ទៅទៀតបកកែលាក់ណាពីព្រោះបើតាមប្រព័ន្ធផ្សព្វផ្សាយនានាចុះផ្សាយនោះថាគិតរហូតមកដល់ក្នុងខែទី5នៃសង្គ្រាមអ៊ីរ៉ង់ហ្នឹងគ្រាន់តែសហរដ្ឋអាមេរិកបំផ្លាញទីតាំងផ្សេងជួនក៏ខូចខាតជួនក៏អត់ប៉ុន្តែគេនិយាយទីតាំងគោលដៅដែលវាយប្រហារហ្នឹងដល់ជាង 40000 កន្លែងម៉ឺនបាទមិនមែន100,000ទេគឺជាង 40000 កន្លែងទេនោះប៉ុន្តែនៅតែមិនអាចបំផ្លាញសមត្ថភាពប្រយុទ្ធអ៊ីរ៉ង់បាននៅតែមិនអាចអស់មីស៊ីលកាលពីម្សិលមិញហ្នឹងអ៊ីរ៉ង់វាយប្រហារទៅលើប្រទេសគួយវាយផ្សាយជាថ្មីទៀតឡើងគឺគួយវាយទាំងអស់អញ្ចឹងដូចឥឡូវហ្នឹងបើនិយាយពីសមត្ថភាពយោធារបស់ប្រទេសអ៊ីរ៉ង់នៅរឹងនៅឡើយហើយអ៊ីរ៉ង់មេដឹកនាំអ៊ីរ៉ង់ធ្លាប់គំរាមហើយថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដូចជាទីតាំងថាមពលអគ្គិសនីឬក៏រោងចក្រផលិតទឹកសាបប្រសិនបើវាយប្រហារមែនដោយអាមេរិកថាមែននោះបណ្ដាប្រទេសនៅតំបន់មជ្ឈមបូព៌ាអ៊ីរ៉ង់នឹងបំផ្លាញឲ្យងងឹតសូន្យសងដូចគ្នាក្នុងរយៈពេលខ្លីព្រោះនៅតំបន់មជ្ឈមបូព៌ារោងចក្រផលិតទឹកសាបនោះសំខាន់ណាអត់មានទឹកសាបទេសមុទ្រជុំវិញទាំងអស់ជីក្រោមដីមានប្រេងមិនមែនទឹកទេអញ្ចឹងហើយបើសិនជាដោយថាសហរដ្ឋអាមេរិកវាយប្រហារទៅលើរោងចក្រចម្រោះទឹកសាបលើប្រទេសអ៊ីរ៉ង់មិនដល់មួយខែទេប្រជាពលរដ្ឋអ៊ីរ៉ង់នឹងអស់ទឹកសាបប្រើប្រាស់នឹងស្លាប់អស់អញ្ចឹងបានរឿងនេះជារឿងគ្រោះថ្នាក់មិនអាចអាមេរិកធ្វើបានទេហើយម្យ៉ាងទៀតដូចជាអគ្គិសនីនៅពេលបច្ចុប្បន្ននេះសម័យទំនើបអញ្ចឹងផ្ដាច់តែចរន្តអគ្គិសនីមានន័យថាគ្រប់យ៉ាងទាំងអស់ត្រូវគាំងទាំងអស់សូម្បីតែចរន្តសេដ្ឋកិច្ចត្រូវគាំងទាំងអស់សូម្បីប្រព័ន្ធធនាគារក៏គ្មានដែរប្រព័ន្ធធនាគារផ្លាស់ប្ដូរចរន្តអីក៏គ្មានព្រោះសម័យនេះមិនមែនដូចពីមុនទេអញ្ចឹងអត់តែចរន្តអគ្គិសនីមួយមានន័យថាចរន្តសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសត្រូវដួលទាំងអស់សូម្បីតែបច្ចេកវិទ្យាយោធាប្រហែលជាគ្មានទៅទៀតដូច្នេះវាជារឿងវិនិស្សកម្មដែលអត់ត្រូវធ្វើទេតែលោកត្រាំគម្រាម2-3 ដងថាមានតែធ្វើចន្លោះនឹងទេដែលអាចយកឈ្នះអ៊ីរ៉ង់បានប៉ុន្តែមិនដឹងថាអាមេរិកហ៊ានធ្វើឬអត់បើសិនជាសហរដ្ឋអាមេរិកធ្វើអ៊ីរ៉ង់ប្រកាសឲ្យថាប្រទេសនៅក្នុងតំបន់ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនឹងមានជីវិតដូចអ៊ីរ៉ង់បាទនឹងមានជីវិតដូចអ៊ីរ៉ង់បើអ៊ីរ៉ង់គ្មានភ្លើងបណ្ដាប្រទេសនៅតំបន់មជ្ឈមបូព៌ាក៏គ្មានភ្លើងងងឹតសូន្យសងដូចគ្នាក្នុងរយៈពេលមិនដល់1ម៉ោងទេលោកស្រីអាចថានឹងកើតមានឡើងពិតមែនប្រហែលប្រមាណភាគរយដែរនៅពេលដែលរាល់លោកត្រាំនិយាយជួនកាលរឿងខ្លះគ្រាន់តែជាការគម្រាមវាមិនអាចកើតមានឡើងគេអាចជឿជាក់ទៅលើការលើកឡើងរបស់លោកត្រាំបានកម្រិតណាដែរទេបើនិយាយពីការលើកឡើងរបស់លោកត្រាំលែងមានឥទ្ធិពលហើយឥឡូវចាបើលែងមានឥទ្ធិពលហើយក្នុងយុទ្ធសាស្ត្រសង្គ្រាមរបស់លោកត្រាំក៏អត់មានប្រទេសណាឲ្យតម្លៃដែរដោយសារលោកត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលោកអត់មានយុទ្ធសាស្ត្រអ្វីក្រៅពីគម្រាមក្រៅពីបំផ្លាញនឹងទេគាត់មានតែប៉ុណ្្នឹងឯងហើយសម្ដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្នហាក់សាបដោយសារអ្វីដែលលោកនិយាយគឺវាអត់បានការដូចជាលោកធ្លាប់ទាកាលពីដើមសប្តាហ៍មុនលោកធ្លាប់ទាយកលុយថ្លៃសេវាកម្មនាវាដឹកជញ្ជូនតាមច្រកសមុទ្រហោមូសដែលអាមេរិកបើកផ្លូវការពារហ្នឹងលោកថាយក 20% នៃថ្លៃតំណែងទាំងអស់ហ្នឹងប៉ុន្តែអ្វីដែលលោកនិយាយគឺអត់បានការសូម្បីអាការពារច្រកសមុទ្រហោមូសឲ្យបើកសម្រាប់នាវាចរក៏អត់បានទៅទៀតដូចនេះសម្ដីលោកបើនិយាយពីគ្រាន់តែលោកត្រាំជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកប៉ុន្តែបើឲ្យទឹកមាត់ប្រៃនោះគឺអត់ទេវាខុសពីប្រធានាធិបតីនៅផ្សេងអញ្ចឹងការគម្រាមលើកនេះក៏អ៊ីរ៉ង់បានឆ្លើយតបវិញថា
ចាំមិនញើតនឹងត្រៀមបដូរផ្ដាច់ដូចគ្នាអញ្ចឹងលោកត្រាំគម្រាមនៅតែគម្រាមខាងនោះនៅតែត្រៀមចាអញ្ចឹងយើងនៅតែចាំតាមដានមើលបន្តទៀតលោកស្រីចាអរគុណលោកស្រីសម្រាប់ព្រឹកនេះយើងបានជជែកច្រើននិងលើកឡើងពីស្ថានភាពនៅក្នុងតំបន់មជ្ឈមបូព៌ានិងរឿងរ៉ាវជុំវិញនៃសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នេះចាជួបគ្នានៅក្នុងព្រឹកស្អែកបន្តទៀតអ៊ុយក្រែននិងរុស្ស៊ីបើកការវាយប្រហារគ្រីលើដំបូលផ្ទះនៅទីក្រុងមូស្គូនិងទីក្រុងគីវនៃប្រទេសទាំងពីរការវាយប្រហារគ្នាដោយយន្តហោះគ្មានឬបើកហៅថាដ្រូនរបស់អ៊ុយក្រែនបានហោះទៅបន្ទាបខ្លួនទម្លាក់គ្រាប់បែកចូលទៅទីក្រុងមូស្គូដែលយ៉ាងហោចណាស់400គ្រឿងនៃដ្រូនរបស់អ៊ុយក្រែនបើកការវាយប្រហារនៅតំបន់ទីក្រុងមូស្គូនៅចន្លោះម៉ោង 8:30 នាទីយប់ដល់ម៉ោង 5 ព្រឹកចូលថ្ងៃទី 20 កក្កដាអភិបាលទីក្រុងមូស្គូសេហ្គេហ្សូយ៉ានីនទទួលស្គាល់អំពីការវាយប្រហាររបស់កងយន្តហោះដ្រូននៃប្រទេសអ៊ុយក្រែនសម្ដៅលើទីក្រុងមូស្គូបើទោះយ៉ាងណាលោកអះអាងថាបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនបានចាំងជ្រិតបំផុតនេះជាការសងសឹករបស់អ៊ុយក្រែនកាលពីយប់ថ្ងៃទី19 កក្កដារុស្ស៊ីបានបាញ់មីស៊ីលសតេមីស៊ីកម្រិតបាល់លីស្ទិកដល់ទៅ40គ្រាប់ចូលរដ្ឋទីគីវបន្ថែមលើនេះរុស្ស៊ីបញ្ជូនដ្រូន125គ្រឿងវាយប្រហារចូលរដ្ឋទីគីវនិងទីក្រុងជុំវិញរដ្ឋទីគីវបណ្ដាឲ្យផ្ទុះអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីមីហ្សេឡង់ស្គីថ្លែងថាគោលដៅនៃការវាយប្រហារដ្រូនរបស់អ៊ុយក្រែនសម្ដៅលើទីក្រុងមូស្គូក្តីសម្ដៅលើទីក្រុងផ្សេងៗទៀតក្តីសម្ដៅតែទៅលើមធ្យោបាយសង្គ្រាមរបស់រុស្ស៊ីតែប៉ុណ្ណោះអ្វីដែលសំខាន់អ៊ុយក្រែនមិនទាន់មានភាពខ្លាំងជាងរុស្ស៊ីនោះទេចំពោះការប្រើប្រាស់មីស៊ីលកម្រិតផ្លោងបាល់លីស្ទិកអ៊ុយក្រែនមិនទាន់មានការចុះផ្សាយថាបានបាញ់មីស៊ីលកម្រិតបាល់លីស្ទិកណាមួយគ្រាប់ចូលទៅទីក្រុងមូស្គូនោះទេដូចជាអ៊ុយក្រែនអាងថាអ៊ុយក្រែនផលិតបានមីស៊ីផ្លាមីហ្គោរួចទៅហើយដែលផ្លាមីហ្គោវាអាចរត់បានពី2500គីឡូម៉ែត្រនោះគឺអ៊ុយក្រែនអាចប្រើប្រាស់វាបាញ់ចូលទៅទីក្រុងមូស្គូប៉ុន្តែអ៊ុយក្រែនអត់ទាន់បានបាញ់មីស៊ីនេះមួយគ្រាប់ឬក៏មីស៊ីផ្សេងៗទៀតនៃមីស៊ីបាល់លីស្ទិករបស់ខ្លួនចូលទៅរដ្ឋធានីរបស់រុស្ស៊ីនៅឡើយនេះទេតែយ៉ាងណាតុល្យភាពនៃសង្គ្រាមវាយបករបស់អ៊ុយក្រែនវិញគឺមានតុល្យភាពនឹងរុស្ស៊ីទៅហើយនៅពីនេះជាមួយនឹងការដែលអ៊ុយក្រែនមានសមត្ថភាពបញ្ជូនដ្រូនរាប់រយគ្រឿងក្នុងមួយថ្ងៃចូលទៅទីក្រុងមូស្គូនិងទីក្រុងផ្សេងៗទៀតគោលដៅអ៊ុយក្រែនបើកការវាយប្រហារគឺកំទេចហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មព្រីងរោងចក្រចម្រាញ់ព្រីងទីតាំងស្តុកគ្រាប់កាំភ្លើងរបស់រុស្ស៊ីគឺអ៊ុយក្រែនវាយប្រហារចំគោលដៅយ៉ាងច្រើនបណ្ដាលឲ្យរុស្ស៊ីធ្លាក់ក្នុងវិបត្តិព្រីងអន្តរជាតិយ៉ាងធ្ងន់ធ្ងរនៅពេលនេះខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដល់ក្រុម 7 Info ដែលមានដូចតទៅនេះរុស្ស៊ីវាយប្រហារកំពង់ផែអូដេសាសម្រាប់មនុស្ស10នាក់អ៊ុយក្រែនវាយប្រហារដោយដ្រូន400គ្រឿងចូលមូស្គូនៅថ្ងៃទី19 កក្កដាការវាយប្រហាររបស់រុស្ស៊ីលើកប៉ាល់មួយគ្រឿងនៅទីក្រុងកំពង់ផែអូដេសាភាគខាងត្បូងអ៊ុយក្រែនបានបណ្ដាលឲ្យមនុស្ស10នាក់បាត់បង់ជីវិតភ្លាមៗអ៊ុយក្រែនបានឆ្លើយតបដោយបានបាញ់បង្ហោះដ្រូនចំនួន400គ្រឿងចូលទីក្រុងមូស្គូហេតុការណ៍ទាំងអស់នេះកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងគីវត្រូវបានវាយប្រហារដោយមីស៊ីបាល់លីស្ទិកដ៏ខ្លាំងក្លាបំផុតនៅក្នុងសង្គ្រាមពីសំណាក់រុស្ស៊ីអាជ្ញាធរកំពង់ផែអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃច័ន្ទទី20 កក្កដាថារុស្ស៊ីបានបុកកប៉ាល់ដែលមានទង់ជាតិហ្គីណេប៊ីសូដែលដឹកពោតមកពីប្រទេសឥណ្ឌានិងសេរីហើយសមាជិកនាវិកចំនួន8នាក់ត្រូវបានជួយសង្គ្រោះតែអូលេគីពើអភិបាលតំបន់បានដឹងថាការវាយប្រហាររបស់រុស្ស៊ីមកកាន់អូដេសាបានផ្ដាច់ជីវិតមនុស្ស28នាក់នៅក្នុងខែកក្កដាដោយការវាយប្រហារនៅថ្ងៃអាទិត្យសម្រាប់មនុស្ស10នាក់ភ្លាមគីពើបានប្រាប់ទូរទស្សន៍រដ្ឋថាចាប់តាំងពីដើមខែកក្កដាមកអូដេសាស្ថិតនៅក្រោមការបាញ់ប្លង់ជារៀងរាល់ថ្ងៃមានថ្ងៃខ្លះប្រកាសអាសន្នវាយប្រហារ13ទៅ15ដងក្នុងតំបន់ក្រសួងការពាររុស្ស៊ីបានដឹងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅកាន់អាងស្តុកប្រេងឥន្ធនៈនៅកំពង់ផែអូដេសារុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួននៅលើអ៊ុយក្រែនដែលប្រើប្រាស់មីស៊ីបាល់លីស្ទិកជាញឹកញាប់ខណៈដែលទីក្រុងគីវបច្ចុប្បន្នខ្វះខាតនៅមីស៊ីស្ទាក់ចាប់ប៉ាត្រីយ៉ូតបើទោះបីជាមានការសន្យានៅក្នុងការផ្គត់ផ្គង់និងការផលិតដែលមិនទាន់បានមកដល់ជាការសង្សឹកអ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនចូលទៅក្នុងទឹកដីរុស្ស៊ីមន្ត្រីរុស្ស៊ីបានដឹងថាពួកគេបានកំណត់គោលដៅមកកាន់ទីក្រុងមូស្គូនិងតំបន់ជុំវិញដែលប្រើប្រាស់យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងក្នុងមួយយប់បានបណ្ដាលឲ្យមនុស្ស10នាក់រងរបួសហើយអគារជាច្រើនត្រូវបានដុតបំផ្លាញអភិបាលក្រុងមូស្គូសេហ្គេហ្សូយ៉ានីបានមានប្រសាសន៍ថាយន្តហោះគ្មានមនុស្សបើករបស់សត្រូវ400គ្រឿងបាញ់បង្ហោះមកកាន់ទីក្រុងមូស្គូនៅរវាងម៉ោង 8 កន្លះនិងម៉ោង 5 ព្រឹកហើយភាគច្រើនត្រូវបានចាប់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបាន85គ្រឿងត្រូវបានបំផ្លាញខណៈដែលពួកវាជិតមកដល់នឹងរដ្ឋធានីមូស្គូតែម្ដងប្រធានាធិបតី Volodymyr Zelensky បានដឹងថាអ៊ុយក្រែនបានវាយប្រហារទីតាំងដឹកជញ្ជូនរបស់រុស្ស៊ីឃ្លាំងប្រេងនៅក្នុងតំបន់មូស្គូដែលមានចម្ងាយ400គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនលោក Zelensky បានឲ្យដឹងតាមរយៈការបាញ់បង្ហោះនៅក្នុងបណ្ដាញសង្គម X ថាយើងកំពុងឆ្លើយតបដោយយុត្តិធម៌ចំពោះការវាយប្រហាររបស់រុស្ស៊ីគ្រប់ប្រភេទប្រឆាំងនឹងសហគមន៍របស់យើងក្នុងរយៈពេលមួយយប់កងកម្លាំងការពារដែនអាកាសនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកបានរុញច្រានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកកាន់ទីក្រុងមូស្គូផលវិបាកចម្បងត្រូវបានកត់ត្រាទុកនៅក្នុងស្រុកដូមេឌីដូវូនិងនៅស្រុកអូឌីនសូវូអេនឌ្រីវ៉ូរ៉ូបយ៉ូអភិបាលតំបន់មូស្គូបានសរសេរយ៉ាងដូចនេះហើយលោកថាមនុស្ស10នាក់រួមទាំងកុមារម្នាក់បានរងរបួសហើយអ្នករងរបួស3នាក់ជាពលរដ្ឋចិន
វរ៉ូបូបានមានប្រសាសន៍ទៀតថាយោងតាមព័ត៌មានបឋមមនុស្សម្នាក់បានរងរបួសដោយសារអគ្គិភ័យចាប់ផ្ទះឯកជនមួយហើយម្នាក់ទៀតគឺបានរងរបួសនៅផ្លូវ Highway 9ដែលជាទីដែលយន្តហោះគ្មានមនុស្សបើកធ្លាក់នៅជិតនឹងយានយន្តក្រុមហ៊ុន Valkyrie ដែលជាក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតធំជាងគេរបស់រុស្ស៊ីបានឲ្យដឹងថាមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ពួកគេនៅប៉ូដុកត្រូវបានប្រកាសឲ្យមានការជំនះជាបន្ទាន់ក្រោយមានការវាយប្រហារហើយរឿងនេះបានកើតឡើងដោយដ្រូនរបស់អ៊ុយក្រែនបានសម្រាប់កម្មករ8នាក់មកពី Valkyrie និងរងរបួសជាច្រើនរូបខណៈដែលការវាយប្រហារមួយផ្សេងទៀតបានបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅឃ្លាំងព្រៃមួយនៅខាងក្រៅទីក្រុងមូស្គូបន្តិច Robert Proudy ដែលជាមេបញ្ជាការកងកម្លាំងយន្តហោះគ្មានមនុស្សបើករបស់ក្រុងគៀវបានដឹងថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារនាវារុស្ស៊ីផងដែរ7គ្រឿងឯណោះនៅយប់ថ្ងៃអាទិត្យនៅសមុទ្រខ្មៅនិងអាហ្សៅបន្ថែមទៀតដែលធ្វើឲ្យចំនួននាវារុស្ស៊ីនៅក្នុងខែកក្កដាវាយប្រហារបានដល់ទៅ183គ្រឿងហើយពួកគេថាពួកគេបានដាក់គោលដៅយ៉ាងចំទៅលើនាវាដឹកប្រេងចំនួន3នាវាដឹកទំនិញស្ងួតចំនួន4គ្រឿង Proudy បានដឹងថាស្ថានីយ៍រងចំនួន7ត្រូវបានវាយប្រហារនៅក្នុងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីនាពេលបច្ចុប្បន្ននេះផងដែរបាននិយាយពីតំបន់គ្រីមៀវិបត្តិធម្មពលកំពុងកើតមានឡើងនៅក្នុងទីនោះអរិយាពេលជាច្រើនសប្តាហ៍អ៊ុយក្រែនបានបង្ហាញថាពួកគេអាចធ្វើអគ្គិភ័យឆាបឆាប់ឧបទ្វីបនេះពួកគេអាចកាត់ផ្តាច់ប្រេងឥន្ធនៈនិងអគ្គិសនីហើយអាជ្ញាធររុស្ស៊ីនៅក្នុងពេលនេះมันមានការវិភាគត្រឡប់ទៅរកភាពប្រក្រតីវិញបើសិនជាគ្មានជំនួយពីទីក្រុងមូស្គូដែលកំពុងតែរងគ្រោះដោយការវាយប្រហារផ្ទាល់មួយទៀតពីសំណាក់អ៊ុយក្រែនបានបើកប្រតិបត្តិការមួយដែលមានឈ្មោះថា Molochka ដែលចាប់ផ្ដើមនៅក្នុងថ្ងៃទី6ខែកក្កដាមេបញ្ជាការកងកម្លាំងអ៊ុយក្រែន Robert Magyar Proudy នោះបានឲ្យដឹងថាពួកគេនឹងធ្វើឲ្យនាវាដឹកប្រេងរបស់រុស្ស៊ីខ្វិនហើយឥឡូវនេះកប៉ាល់ដឹកប្រេងនាវាដឹកប្រេងទាំងឡាយដឹកប្រេងពីទឹករាក់នៅព្រែក Volga-Don និងសមុទ្រអាហ្សៅគឺកំពុងរងចាំនៅត្រៃម្ខាងទៀត Proudy ថានេះគឺជាការរារាំងការនាំចេញដ៏ធំបំផុតមួយហើយពួកគេចាត់ទុកវិធីសាស្ត្រដឹកជញ្ជូនជារឿងដ៏សំខាន់និងគ្រោះថ្នាក់ដែលពួកគេមិនអាចមានលទ្ធភាពសូម្បីតែទៅស្វែងរកការដឹកជញ្ជូនតាមផ្លូវគោកនិងរថភ្លើងអភិបាលរដ្ឋគ្រីមៀនៅក្នុងពេលនេះបានទទួលស្គាល់ថាស្ថានភាពអាសន្នគឺកើតមានឡើង Sergei Aksyonov បានឲ្យដឹងថាយើងមិនអាចធានាការលក់ប្រេងរាល់ថ្ងៃជាប្រចាំនៅប្រេងឥន្ធនៈបានយើងមិនអាចផ្ដល់ការវិភាគសម្រាប់ការចែកចាយប្រេងឥន្ធនៈបាននោះទេហើយលោកថាទំនងជាអាចនឹងបន្តបិទមួយរយៈទៀតខណៈដែលលោកពូទីនក៏បានយល់ព្រមលើការផ្ដល់ឧបត្ថម្ភធនពីទីក្រុងមូស្គូដល់ឧបទ្វីបមួយនេះឥឡូវនេះ Aksyonov បានឲ្យដឹងថាពួកគេត្រូវចែកចាយធុងហ្គាសដែលមានប្រមាណជា 4000 កំប៉ុងដល់ក្រុមគ្រួសាររយៈពេលប្រើប្រាស់មួយគ្រួសារមួយសប្តាហ៍ហើយលោកបានប្រកាសពីវិធានការមួយចំនួនដែលខាងក្រុងមូស្គូបានជួយចែករំលែកគឺអាជីវកម្មបញ្ចុះតម្លៃលើការជួលដីសាធារណៈពជាការទូទាត់រហូតដល់ការវិជ្ជការនៅក្នុងការសងប្រាក់និងកម្មវិធីប្រាក់កម្ចីខ្នាតតូចជាការសរុបនៅក្នុងឆ្នាំ2026នេះ Oleksandrបានដឹងថាពួកគេបានវាយប្រហារចម្ងាយមធ្យមដោយជោគជ័យចំនួន728ប៉ុន្តែយុទ្ធនាការនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះព្រោះត្រឹមតែខែឧសភាពួកគេចាប់ផ្ដើមគឺ2000លើកហើយខែមិថុនាបានបង្កើនការចាប់ផ្ដើមវាយប្រហារទ្វេដង3800លើកទាំងនេះ Oleksandr បានមានប្រសាសន៍ថាអ៊ុយក្រែនមានមហិច្ឆតាធំជាងនេះទៅទៀតចំពោះការវាយប្រហារនេះបានធ្វើឲ្យរុស្ស៊ីចោទប្រកាន់អ៊ុយក្រែនខ្លាំងក្លាថាអ៊ុយក្រែនមានចេតនានៅក្នុងការបំផ្ទុះនៅស្ថានីយ៍បង្ហាត់ប្រេងដ៏ធំបំផុតមួយរបស់ទូគីទៀតផងដែលទីនោះគឺផ្គត់ផ្គង់ចំនួន16,000លានគូបទៅឲ្យទូគីក្នុងមួយឆ្នាំហើយរុស្ស៊ីបានប្រមានថាការវាយប្រហារបែបនេះនឹងបង្កើតឲ្យមាននៅគ្រោះថ្នាក់ដល់តំបន់អឺរ៉ុបប៉ែកអាគ្នេយ៍នៅពេលដែលពួកគេរងនឹងការវាយប្រហារខ្លាំងក្លាពីសំណាក់អ៊ុយក្រែនវិញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចោទប្រកាន់ទៅកាន់អ៊ុយក្រែនថាគឺជារបបចៅសមុទ្រជារបបភេរវកម្មទៅវិញយ៉ាងណាមិញអ៊ុយក្រែនបានប្រកាសថាយុទ្ធនាការរបស់ខ្លួនមានគោលដៅច្បាស់លាស់ណាស់គឺវាប្រហារយ៉ាងជ្រៅចូលទៅក្នុងទឹកដីរុស្ស៊ីរចនាឡើងដើម្បីបិទសមត្ថភាពចម្រាញ់ប្រេងឥន្ធនៈរបស់ប្រទេសនេះបិទនៅម៉ាស៊ីនសង្គ្រាមសេដ្ឋកិច្ចរបស់រុស្ស៊ីឲ្យជាប់គាំងហើយនៅក្នុងពេលនេះអ៊ុយក្រែនកំពុងស្ថិតនៅក្នុងចំណុចរបត់នៃឧស្សាហកម្មយោធាអ៊ុយក្រែនបានរៀបចំនៅក្នុងការសម្ពោធកម្មវិធីមីស៊ីលប៉ាឡេស្ទិកជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តអង្គការ NATO ជាច្រើនរួមមានបារាំង ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ណូវេ អេស្ប៉ាញ ស៊ុយអែតនិងចក្រភពអង់គ្លេសចំពោះគំនិតព្រាបផ្ដើមទាំងនេះលោក Zelensky ថាលោកមានសង្ឃឹម12ខែខាងមុខនឹងទទួលបាននៅកម្មវិធីមួយដែលបង្កើតបាននៅផលិតផលឧស្សាហកម្មវាយលុកនិងការពារដ៏ខ្លាំងក្លាដែលការពារសម្រាប់អ៊ុយក្រែននិងជាទ្រនាប់នៃការការពារសម្រាប់អឺរ៉ុបលោកបដិញ្ញាចិត្តនឹងធ្វើឲ្យអ៊ុយក្រែនក្លាយទៅជាប្រទេសមហាអំណាចមីស៊ីនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីសំណាក់សហរដ្ឋអាមេរិកនៅក្នុងការផលិត Patriot ពីសំណាក់បារាំងនៅក្នុងការផលិត Scab និង Aster